អក្សរឈោអក្សរឈោគឺសត្វឆ្លុះខ្លាកំពុងតែដេញចាប់សត្វឆ្លុះអញ្ចឹងកូនដែលឃើញសត្វឆ្លុះអត់ឥឡូវខ្លាកំពុងតែដេញចាប់សត្វឆ្លុះអក្សរនេះអក្សរគេកូនបាទគឺអក្សរឈោអញ្ចឹងអក្សរឈោគឺសត្វឆ្លុះអញ្ចឹងកូនទាំងអស់គ្នាចេះសរសេរអក្សរឈោបានទាំងអស់គ្នាហើយឬនៅអញ្ចឹងអក្សរដែលបងជ្រូកកំពុងតែសរសេរនេះគឺយើងអានថាអក្សរឈោអញ្ចឹងបើកូនអត់ទាន់ចេះសរសេរអក្សរឈោទេកូនមករៀនសរសេរអក្សរឈោជាមួយបងជ្រូកទាំងអស់គ្នាបានតោះអញ្ចឹងកូនត្រៀមខ្លួនហើយនៅមករៀនសរសេរអក្សរឈោជាមួយនឹងបងជ្រូកទាំងអស់គ្នាអញ្ចឹងកូនទាំងអស់គ្នាមើលអក្សរឈោគឺមាន10ចលនាហើយកូនត្រូវមើលពីចលនាទី1ទៅចលនាទី1គឺយើងគួចចលនាទី2គឺយើងទាញពីក្រោមមកលើនិងចលនាទី3យើងទាញកោងចលនាទី4គឺយើងទាញពីលើចុះមកក្រោមចលនាទី5យើងទាញកោងនិងចលនាទី6ទាញពីក្រោមឡើងទៅលើនិងចលនាទី7គឺយើងដាក់សក់ចលនាទី8គឺទាញកោងចលនាទី9ហើយចុងក្រោយគឺចលនាទី10អញ្ចឹងអត់ពិបាកទេកូនមើលតាមចលនានោះទៅពីលេខ1ដល់លេខ10តោះមករៀនសរសេរអក្សរឈោជាមួយនឹងបកជ្រូកទាំងអស់គ្នាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7បន្តមកទៀតចលនាទី8ចលនាទី9និងចុងក្រោយគឺចលនាទី10អញ្ចឹងកូនរៀនសរសេរទាំងអស់គ្នាឥឡូវនេះមកជួបចាប់ដើមសរសេរទៀតហើយគឺយើងចាប់ដើមពីចលនាទី1ទៅមុនលេខ1ហើយលេខ2លេខ2ហើយលេខប៉ុន្មានទៀតកូនបាទលេខ2ហើយគឺលេខ3បន្ទាប់ពីលេខ3ទៅគឺលេខ4បន្ទាប់ពីលេខ4លេខប៉ុន្មានទៀតបាទគឺលេខ5លេខ5ហើយគឺលេខ6លេខ6បន្តមកទៀតគឺលេខ7កូនចេះរាប់ទាំងអស់គ្នាហើយមែនទេលេខ8លេខ9បាទបន្តមកទៀតគឺចលនាទី10ជាងកូនចេះរាប់ហើយពី1ដល់10អញ្ចឹងបងជ្រូកសរសេរហើយបងជ្រូកបន្តមកទៀតគឺធ្វើការផាត់ពណ៌អញ្ចឹងនៅផ្ទះកូនមាន color ទៀនឬក៏មាន color បែបណាក៏បានដែរឲ្យកូនមានកូនអាចយកមកផាត់ពណ៌ទាំងអស់គ្នាបានឥឡូវនេះបងជ្រូកចាប់ផ្ដើមផាត់ពណ៌ជាមួយនឹង color ពណ៌ក្រហមអញ្ចឹងកូនត្រូវមានដូចជា color ត្រូវមានជក់ដើម្បីរៀនសរសេរអក្សរឈោជាមួយនឹងបងជ្រូកទាំងអស់គ្នាឥឡូវបងជ្រូកចាប់ផ្ដើមហើយកូនស្រឡាញ់ color ពណ៌អីកូនផាត់ពណ៌នឹងទៅឥឡូវនេះបងជ្រូកស្រឡាញ់ពណ៌ក្រហមចឹងកូនរៀនផាត់ពណ៌ទាំងអស់គ្នានៅផ្ទះមាន color មាន fert មានប៊ិចឬក៏មានសម្ភារៈសិក្សាផ្សេងៗកូនត្រូវរៀនសរសេរដោយខ្លួនឯងឥឡូវនេះបងជ្រូកផាត់ចិត្តហើយសល់តែបន្តិចទៀតទេចឹងកូនត្រៀមទាំងអស់គ្នាបន្ទាប់ពីផាត់ពណ៌ហើយយើងនឹងមានអីបន្តទៀតបាទចឹងគឺយើងចូលដល់ចលនាទីប៉ុន្មានហើយកូនចលនានេះគឺចលនាទី7ហើយបន្ទាប់ពីចលនាទី7គឺយើងបន្តទៅទៀតគឺលេខ8ចលនាទី8ហើយចលនាទី9បន្តមកទៀតចលនាចុងក្រោយគឺចលនាទីប៉ុន្មានកូនបាទគឺលេខ10អញ្ចឹងអក្សរឈោយើងរួចរាល់បន្ទាប់ពីយើងផាត់ពណ៌បានរួចរាល់ហើយកូនត្រូវមានដីឥដ្ឋហើយលុញដីឥដ្ឋរបស់យើងឲ្យមូលរាងទ្រវែង
ហើយកូនរៀនបង្កើតជាអក្សរឈរតាមចលនាទីមួយតាមរូបដែលបងឆ្លុះបានដាក់ឲ្យធ្វើបង្កើតជាអក្សរឈរឲ្យបានស្អាតដើម្បីកូនអាចចេះទៅថ្ងៃក្រោយអាចសរសេរអក្សរឈរនិងស្គាល់អក្សរឈរកាន់តែច្បាស់អញ្ចឹងអក្សរឈរគឺសត្វឆ្លុះបាទឈរឆ្លុះឈរឆ្លុះអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាយបាយកូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ